ជួបគ្នាសាជាថ្មីដែលនៅក្នុងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់អ្នកទាំងអស់គ្នារឿងរបស់យើងថ្ងៃនេះគឺវារឿងចម្លែកបន្តិចហើយដែលវាបានកើតឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងដែលផ្ទះហ្នឹងមានចំនួន5ល្វែងហើយក្រោយពីនៅក្នុងផ្ទះល្វែងនោះមានមនុស្សបានស្លាប់ហេតុការចម្លែកក៏បានកើតឡើងបន្តកតុយគ្នាមិនដាច់សោះរហូតធ្វើឲ្យអ្នកដែលរស់នៅក្នុងផ្ទះនោះនៅលេងបានហើយក៏នាំគ្នារើចេញអស់អូខេអញ្ចឹងចង់ដឹងថាមូលហេតុអីបានជាគេនៅផ្ទះនឹងលេងបានណាហើយវាមានហេតុការអីខ្លះបានកើតឡើងអញ្ចឹងដើម្បីកុំឲ្យខាតពេលតោះចូលទៅដល់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវមួយនេះត្រូវបានចែករំលែកដោយបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាតុងដែលគាត់ថារឿងមួយហ្នឹងកើតឡើងតាំងពីខ្ទង់ឆ្នាំ2005ដែលតាមគាត់ចាំបានគាត់មានអាយុ12ឆ្នាំសម្រាប់រឿងនេះផងដែរគឺមិនមែនកើតឡើងទៅលើគ្រួសាររបស់បងតុងទេគឺវាបានកើតឡើងទៅលើអ្នកជិតខាងនិងអ្នកភូមិនៅក្នុងភូមិដែលគាត់បានដឹងនឹងដោយសារតែគាត់ស្ថិតនៅក្នុងហេតុការណ៍ទាំងអស់នឹងខ្លះៗដែរព្រោះរឿងហ្នឹងវាកើតឡើងនៅក្បែរផ្ទះគាត់តែម្ដងអញ្ចឹងសាច់រឿងដំបូងឡើយបងតុងគាត់បានរៀបរាប់ថាគ្រួសាររបស់គាត់គឺជាអ្នករស់នៅក្នុងខេត្តមួយនៅឯទីជនបទដោយពួកគាត់រកស៊ីលក់អីវ៉ាន់ចាប់ហួយតិចតួចនៅផ្ទះប៉ុន្តែដោយសារតែគាត់រស់នៅទីនោះពីមួយថ្ងៃទៅមួយថ្ងៃមនុស្សកាន់តែស្ងាត់ទៅរកស៊ីមិនសូវកាក់កបសោះអញ្ចឹងហើយទៅពួកគាត់សម្រេចចិត្តបដូរទីលំនៅទៅតំបន់មួយទៀតដែលតំបន់ដែលគាត់ទៅហ្នឹងអាចថាជាទីប្រជុំជនក៏បានជាជនបទក៏បានគ្រាន់តែផ្ទះដែលគាត់នៅគឺស្ថិតនៅក្នុងតំបន់ផ្សារអញ្ចឹងហើយមានមនុស្សអ៊ូអរច្រើនមិនសូវជាស្ងាត់ទេអញ្ចឹងក្រោយពីរកទីតាំងថ្មីបានហើយគ្រួសារបងតុងក៏បានដូរមុខរបរពីអ្នកលក់ចាប់ហួយទៅជាអ្នកលក់គ្រឿងក្រៅអគ្គិសនីវិញដោយគាត់លក់ដូចជាកង្ហាទូទឹកកកអីជាដើមហើយផ្ទះថ្មីរបស់គាត់ហ្នឹងគឺជាប្រភេទផ្ទះល្វែង2ជាប់គ្នាដែលការទិញដំបូងប៉ារបស់គាត់បានកំងគេ2ល្វែងហើយពុះធ្វើជាផ្ទះតែមួយដើម្បីឲ្យវាមានប្រឡោះធំទូលាយបន្តិចគាត់ថាល្វែងដែលគាត់រស់នៅហ្នឹងគឺមានទាំងអស់ចំនួន5ល្វែងជាប់គ្នាដែលគ្រួសាររបស់គាត់យកអស់2ហើយអញ្ចឹងនៅសល់3ទៀតក៏មានអ្នកផ្សេងគេរកស៊ីលក់ចាប់ហួយអីនៅក្បែរហ្នឹងដែរបើនិយាយពីផ្ទះនៅម្ដុំហ្នឹងគឺគេធ្វើជាប្លុកមានផ្ទះ5ល្វែងហើយនៅប្លុកនីមួយហ្នឹងគឺគេមានផ្លូវមួយបុកទៅក្រោយហើយពេលដែលជិះទៅក្រោយទៅគឺឃើញមានផ្ទះល្វែងនៅខាងក្រោយតទៀតតម្រៀបគ្នានៅខាងក្រោយហ្នឹងគ្រាន់ថាបើយើងទិញយកល្វែងខាងក្រោយវាអាចនឹងពិបាករកស៊ីបន្តិចព្រោះផ្លូវក្រោយហ្នឹងវាតូចល្មមតែមួយឡានមួយអាចចូលរួចតែប៉ុណ្ណោះហើយក៏មិនសូវជាមានមនុស្សចេញចូលច្រើនដូចផ្លូវខាងមុខដែរអញ្ចឹងបងតុងក៏ថាផ្ទះរបស់គាត់ហ្នឹងគឺស្ថិតនៅខាងចុងជាប់នឹងផ្លូវដែលចូលទៅខាងក្រោយហ្នឹងហើយរំលងផ្លូវមួយហ្នឹងទៅម្ខាងទៀតគឺជាផ្ទះ5ល្វែងទៀតដែលល្វែងដែលនៅជាប់ផ្លូវដែរហ្នឹងគឺជាផ្ទះរបស់អ្នកជិតខាងគាត់ម្នាក់ដែលគាត់មានឈ្មោះថាកែវកាលហ្នឹងបងតុងក៏តែងតែហៅអ៊ីម្នាក់នោះថាអ៊ីកែវដោយសារតែអ៊ីកែវហ្នឹងគាត់មានមុខមាត់ដូចចិនអញ្ចឹងហើយគាត់មានអាយុខ្ទង់50ឆ្នាំអីហ្នឹងឯងហើយអ៊ីកែវគាត់គ្មានប្តីគ្មានកូនទេគឺគាត់រស់នៅតែម្នាក់ឯងក្នុងផ្ទះល្វែងមួយនោះបើនិយាយពីអត្តចរិតរបស់គាត់វិញគឺគាត់ជាមនុស្សមិនសូវចេះនិយាយអីច្រើនទេយ៉ាងច្រើនគាត់និយាយរកអ្នកជិតខាងតែពីវាបានតែប៉ុណ្ណោះហើយទម្លាប់គាត់គឺចូលចិត្តចំណាយពេលនៅក្នុងផ្ទះច្រើនជាងនៅខាងក្រៅគ្រាន់ថាអ៊ីកែវគាត់ចិត្តល្អណាបើថារឿងម្ហូបអីគាត់ហុចឲ្យគ្រួសារបងតុងមិនដែលខានទេជាពិសេសថ្ងៃបុណ្យទានតែម្ដងហើយអ្នកផ្ទះបងតុងហ្នឹងក៏ចូលចិត្តអ៊ីកែវដែរនិយាយទៅហុចមកហើយពួកគាត់មានទំនាក់ទំនងជាមួយគ្នាល្អមែនទែនបញ្ជាក់បន្តិចផងដែរអ្នកទាំងអស់គ្នាផ្ទះរបស់អ៊ីកែវហ្នឹងគឺសង់មុនផ្ទះរបស់បងតុងមុនក្រោយគ្នាប្រហែលឆ្នាំក៏គាត់អត់ច្បាស់ដែរបកមកកាន់សាច់រឿងយើងវិញបងតុងក៏ថាក្រោយពីគ្រួសារគាត់បានផ្លាស់ប្ដូរមកនៅទីនោះបានរយៈពេលប្រហែលជា3ឆ្នាំក្រោយមកមុខរបររបស់គាត់ហ្នឹងក៏ចេះតែរីកលូតលាស់ធំទៅរហូតធ្វើឲ្យផ្ទះរបស់គាត់ឡើងឲ្យវ៉ាន់ពេញសឹងតែរកផ្លូវដើរគ្មានទេអញ្ចឹងដោយសារតែក្នុងផ្ទះពេញបែបហ្នឹងប៉ារបស់បងតុងក៏សម្រេចចិត្តរកកន្លែងមួយទៀតដើម្បីដាក់ឲ្យវ៉ាន់កាលហ្នឹងគាត់ខំដើររកច្រើនកន្លែងហើយតែរកមិនបានសោះបើថាមានគឺមានផ្ទះដែលនៅឆ្ងាយពីផ្ទះគាត់អញ្ចឹងបើគាត់ជួលក៏ពិបាកដែរដោយសារគាត់ត្រូវការយកអីវ៉ាន់ចេញចូលរាល់ព្រឹកណាអញ្ចឹងចុងក្រោយដោយសារតែឃើញផ្ទះរបស់អ៊ីកែវនេះទំនេរផ្នែកខាងក្រោមអញ្ចឹងហើយប៉ារបស់គាត់ក៏បានទៅសុំចរចាជួលផ្ទះរបស់អ៊ីកែវដោយគាត់នឹងជួលតែផ្នែកខាងក្រោមទេដើម្បីដាក់អីវ៉ាន់និយាយគ្នាហើយអ៊ីកែវគាត់ក៏យល់ព្រមដោយសារតែផ្ទះគាត់ផ្នែកខាងក្រោមហ្នឹងក៏ទុកចោលតនេដដែលទេហើយគាត់នៅតែផ្នែកខាងលើតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលគាត់ព្រមព្រៀងគ្នាបែបហ្នឹងអ៊ីកែវគាត់ក៏បានជួលគេឲ្យពុះទ្វារមួយផ្នែកដែលមួយផ្នែកធំជាកន្លែងសម្រាប់ប៉ាបងតុងបិទបើកដាក់អីវ៉ាន់ចេញចូលអញ្ចឹងទៅហើយសល់មួយផ្នែកទៀតទំហំប្រហែលជា1ម៉ែត្រគឺគាត់ទុកសម្រាប់បើកចេញចូលប្រចាំថ្ងៃណាដើម្បីងាយស្រួលកុំឲ្យពិបាកទៅបើកទ្វារធំបញ្ជាក់ម្ដងទៀតអ្នកទាំងអស់គ្នាផ្ទះអ៊ីកែវដែលប៉ាគាត់ជួលហ្នឹងគឺគ្រាន់តែជួលសម្រាប់ដាក់អីវ៉ាន់ដែលទើបនឹងចូលស្តុកតែប៉ុណ្ណោះដែលជារៀងរាល់ព្រឹកប៉ារបស់បងតុងនិងបុគ្គលិកប្រុសៗ2នាក់ទៀតតែងតែបើកទ្វារកន្លែងដាក់អីវ៉ាន់ដើម្បីរើអីវ៉ាន់ចេញខ្លះសម្រាប់យកមកដាក់តាំងលក់នៅផ្ទះរបស់គាត់ហើយគាត់បើកតែមួយផ្លេតទេពេលព្រឹកយកអីវ៉ាន់ចេញហើយពេលល្ងាចយកអីវ៉ាន់ចូលទៅវិញតែប៉ុណ្ណោះដោយគាត់ថាថ្ងៃខ្លះបើកទៅក៏ឃើញអ៊ីកែវឈោមមើលពីលើយ៉នៅលើវេរ៉ុងដាខាងលើមកថ្ងៃខ្លះក៏គាត់ដើរមកនិយាយពីម៉ាត់ដែរ
គ្រាន់ដោយបានបញ្ជាក់ពីខាងលើអញ្ចឹងអ៊ីកែវគាត់និយាយតែមួយម៉ាត់ពីរម៉ាត់គឺគាត់ដើរចេញហើយអញ្ចឹងក៏ឡងទៅរៀងយូរដែរក្រោយពីបានជួបផ្ទះមួយហ្នឹងមានថ្ងៃមួយប៉ាបងតុងក៏ថាគាត់បានរើអីវ៉ាន់ចូលទៅក្នុងផ្ទះហ្នឹងវិញនៅពេលល្ងាចខ្ទង់ម៉ោង5កន្លះអីហ្នឹងឯងដល់ពេលចូលទៅគាត់បានឃើញអ៊ីកែវហ្នឹងកំពុងតែឈរមើលពួកគាត់ពីលើវេរ៉ង់ដាជន់ឡើងទឿមករួចក៏និយាយសួរនាំគាត់ពីនេះពីនោះរៀងច្រើនខុសពីធម្មតាពេលហ្នឹងប៉ាបងតុងក៏និយាយឆ្លើយឆ្លងជាមួយអ៊ីកែវតាមរបៀបដែលគាត់ធ្លាប់និយាយគ្នាទៅគ្រាន់ថាគាត់រៀងមានអារម្មណ៍ឆ្ងល់ថាអ៊ីកែវគាត់កើតអីគាត់បានជានិយាយច្រើនខុសធម្មតាបែបហ្នឹងតែនឹងគ្រាន់តែជាការឆ្ងល់ប៉ុណ្ណោះគាត់ក៏មិនបានទៅខ្វល់អីច្រើនដែរព្រោះគិតថាថ្ងៃហ្នឹងអាចមកពីគាត់មានអារម្មណ៍ល្អអីអញ្ចឹងណាអញ្ចឹងដល់ពេលស្អែកឡើងប៉ាបងតុងនិងបុគ្គលិកក៏បានបើកទ្វារផ្ទះនោះដើម្បីយកអីវ៉ាន់ជាធម្មតាតាមទម្លាប់កន្លងទៅបាន3ថ្ងៃក្រោយមកទៅប៉ាគាត់ចាប់អារម្មណ៍ថាដូចជាបាត់មិនឃើញអ៊ីកែវចូលមកអើតមើលពួកគាត់ដូចរាល់ដងសោះរហូតចូលដល់ថ្ងៃទី4ដែលបាត់មិនឃើញអ៊ីកែវនោះនៅពេលព្រឹកឡើងបងតុងគាត់ក៏បានមកជួយប៉ាគាត់យកអីវ៉ាន់ចេញព្រោះថាបុគ្គលិក2នាក់ទៀតហ្នឹងបានសុំច្បាប់មកព្រឹករវល់ទៅឲ្យចំនួនការមិត្តភ័ក្តិដល់ពេលរសៀលបានពួកគាត់ត្រឡប់មកវិញអញ្ចឹងបងតុងក៏ថានៅថ្ងៃហ្នឹងគ្រាន់តែបើកទ្វារចេញមកខ្វាស្រាប់តែមានក្លិនចម្លែកមួយបានភាយចេញមកគាត់ថាក្លិនហ្នឹងធំដូចប្រហុកបន្តិចដូចទឹកត្រីបន្តិចមិនទេដល់ធំក្លិនអញ្ចឹងគាត់ក៏សួរប៉ាគាត់ថាមានស្អុយអីអត់ពេលហ្នឹងប៉ាគាត់បាននិយាយថាសង្ស័យថាអ៊ីកែវហ្នឹងគាត់ឆាប្រហុកហូបបបព្រឹកឲ្យមើលទៅបានជាធំក្លិនពេញផ្ទះអញ្ចឹងឮប៉ានិយាយបែបហ្នឹងហើយគាត់ក៏មិនបាននិយាយអីទៀតដែរគ្រាន់តែគិតក្នុងចិត្តថាឆាប្រហុកអីស្អុយអាក្រក់ដូចខ្មោចងាប់អញ្ចឹងអាហ្នឹងគ្រាន់តែជាអ្វីដែលគាត់គិតតែប៉ុណ្ណោះហើយគាត់ក៏បានជួយលើកអីវ៉ាន់ប៉ាគាត់ចេញរួចក៏បិទទ្វារផ្ទះនោះវិញទៅដល់ពេលល្ងាចពេលដែលរើអីវ៉ាន់យកទៅទុកវិញបុគ្គលិកប៉ាគាត់គឺជាអ្នកយកចូលទៅវិញហើយល្ងាចហ្នឹងប៉ាបងតុងហើយនឹងបងតុងក៏មិនបានមកជួយលើកទេដោយបុគ្គលិកគាត់លើកអីវ៉ាន់ចូលតែពីរអ្នកនឹងឯងដោយសារតែពីព្រឹកមិនបានមកអាពេលល្ងាចឲ្យគាត់បើកទ្វារភ្លាមហ្នឹងពីរអ្នកនោះក៏ចាប់ផ្ដើមធំក្លិនចម្លែកដូចបងតុងធំក្លិនកាលពីព្រឹកអញ្ចឹងតែគ្រាន់ថាវានៅកម្រិតមួយអាចទ្រាំបានអូនិយាយមួយថ្ងៃអ្នកទាំងអស់គ្នាភ្លេចប្រាប់ឈ្មោះរបស់បុគ្គលិក2នាក់នោះដែលបងតុងក៏ថាម្នាក់មានឈ្មោះថាឆៃនិងម្នាក់ទៀតមានឈ្មោះថាធីបអូខេតសាច់រឿងយើងទៀតអញ្ចឹងពេលដែលលើកអីវ៉ាន់ចូលទៅក្នុងផ្ទះចិត្តអស់ទៅហើយនៅសល់តែ2 3ចុងក្រោយទេពេលដែលធីបដើរទៅយកអីវ៉ាន់ហើយឆៃក៏លើកអីវ៉ាន់ចូលទៅក្នុងផ្ទះហ្នឹងស្រាប់តែគាត់បានឃើញអ៊ីកែវដើរមកឈរមើលគាត់ពីជាន់ឡើងទឿមកដោយពេលហ្នឹងអ៊ីកែវគាត់ស្លៀកពាក់ឈុតគេងពណ៌ក្រហមហើយពេលហ្នឹងអ៊ីកែវគាត់បានយកដៃមកដាក់លើប្រកាន់ដៃវេរ៉ង់ដារួចក៏ឈរញញឹមដាក់ឆៃយ៉ាងចម្លែកឃើញអ៊ីកែវឈរមើលអញ្ចឹងឆៃគាត់ក៏បានស្រែកសួរអ៊ីកែវថាអ៊ីអើយថ្ងៃហ្នឹងបានអីធ្វើម្ហូបឡើងភីក្លិនពេញផ្ទះហ្មងអ៊ីគាត់ថាពេលដែលឮឆៃសួរអញ្ចឹងហើយស្រាប់តែអ៊ីកែវក៏ទម្លាក់មុខចុះឈប់ញញឹមដាក់គាត់ហើយក៏ប្រែទៅជាសម្លក់គាត់មិនដាក់ភ្នែកវិញឃើញអញ្ចឹងឆៃគាត់ក៏រៀងមានអារម្មណ៍ចម្លែកដែរតែគាត់ក៏មិនបានខ្វល់ទេព្រោះគិតថាចរិតអ៊ីកែវតែប៉ុណ្្នឹងឯងអញ្ចឹងក្រោយពីលើកអីវ៉ាន់ហើយពួកគាត់ក៏បានបិទទ្វារហើយក៏នាំគ្នាត្រឡប់ទៅផ្ទះទៅបញ្ជាក់អ្នកទាំងអស់គ្នាពេលហ្នឹងឆៃគាត់ឃើញតែម្នាក់ឯងតែប៉ុណ្ណោះអញ្ចឹងលក់ដល់ស្អែកឡើងប៉ាបងតុងក៏បានទៅបើកទ្វារយកអីវ៉ាន់ចេញជាធម្មតាហើយក៏ថាថ្ងៃហ្នឹងក្លិននោះក៏នៅតែស្អុយពេញផ្ទះដដែលហើយស្អុយខ្លាំងជាងម្សិលមិញទៀតដល់ក្លិនកាន់តែស្អុយខ្លាំងពិបាកទ្រាំបែបហ្នឹងប៉ាបងតុងក៏បានឲ្យឆៃនិងធីបហ្នឹងដើររមើលក្នុងផ្ទះហ្នឹងមើលក្រែងលោមានកណ្ដុរអីងាប់នៅក្នុងហ្នឹងណាអញ្ចឹងគណៈពេលដែលពួកគាត់ដើររហ្នឹងដើរតាមប្រភពក្លិនដែលភីមកនោះធីបក៏បានដើរដល់ចំណុចកម្មចន្ទាដែលត្រូវឡើងទៅជន់ឡើងទឿហើយក៏ថាគ្រាន់តែគាត់ដើរទៅដល់មុខចដាភ្លាមគឺថាក្លិនស្អុយហ្នឹងគឺកាន់តែខ្លាំងទៅចេញមកពីបន្ទប់ខាងលើមកពេលហ្នឹងគាត់ក៏ស្រែកហៅអ៊ីកាពីបេម៉ាត់ដែរសួរគាត់ថាគាត់នៅផ្ទះអត់អីចឹងណាតែគាត់ថាស្រែកសួរហើយគ្មានឮសំឡេងណាគេឆ្លើយតបទេដល់អត់មានអ្នកឆ្លើយបែបហ្នឹងគាត់ក៏សម្រេចចិត្តឡើងទៅមើលនៅខាងលើហើយគ្រាន់តែឡើងទៅដល់ខាងលើពឹបគាត់ក៏បានឃើញអ៊ីកែវនេះកំពុងតែគេងស្លាប់នៅមុខបន្ទប់ហើយសភាពឡើងចង់ហើមទៅហើយគ្រាន់តែឃើញចង់ភ្លាមធីបគាត់រត់មកក្រោមវិញហើយធ្វើមុខភ័យហើយគាត់នឹងស្លុតនិយាយអីមិនចាញ់ទេដល់ឃើញធីបធ្វើកៀងអញ្ចឹងប៉ាបងតុងក៏សម្រាប់សួរថាឯងកើតអីហ៎ពេលហ្នឹងធីបក៏និយាយតាំងសម្លេងញ័រថាអ៊ីកែវស្លាប់នៅលើផ្ទះគ្រាន់តែលឺអញ្ចឹងហើយពួកគាត់ក៏នាំគ្នាស្ទុះឡើងទៅមើលហើយក៏ឃើញថាអ៊ីកែវពិតជាបានស្លាប់មែនដោយសភាពសពគាត់នៅពេលនោះវាឡើងខៀវទៅហើយដោយពេលស្លាប់ហ្នឹងគឺគាត់ស្លៀកឈុតគេងពណ៌ក្រហមពេលហ្នឹងពុកបងតុងក៏ថាគួរឲ្យអាណិតអ៊ីកែវខ្លាំងមែនទែនព្រោះថាគាត់បានគេងស្លាប់នៅមុខទ្វារបន្ទប់ដោយខ្លួនពាក់កណ្ដាលនៅក្នុងបន្ទប់និងពាក់កណ្ដាលនៅខាងក្រៅរបៀបថាគាត់ព្យាយាមបើកទ្វារចេញទៅខាងក្រៅហើយក៏ដួលស្លាប់នៅប្រឡោះទ្វារនឹងតែម្ដងទៅពេលដែលឃើញចឹងហើយទាំងប៉ាបងតុងនិងបុគ្គលិក2នាក់ទៀតក៏នាំគ្នាស្លន់ស្លោរត់ចេញមកក្រៅរួចក៏ស្រែកប្រាប់អ្នកជិតខាងឲ្យបានដឹងថាអ៊ីកែវនឹងបានដេកស្លាប់នៅក្នុងផ្ទះព
ក្រោយពីលឺអញ្ចឹងហើយអ្នកភូមិក៏នាំគ្នាឆោឡោមកមើលហើយពួកគាត់ក៏បានផ្ដោតដំណឹងទៅកាន់ប៉ូលីសឲ្យមកធ្វើកសោវិច័យតាមបច្ចេកទេសរបស់ប៉ូលីសទៅហើយក្រោយពីធ្វើកសោវិច័យរួចរាល់ប៉ូលីសបានសន្និដ្ឋានថាអ៊ីកែវបានស្លាប់ដោយសារតែជំងឺគាំងបេះដូងមិនមានជាប់ពាក់ព័ន្ធអីនឹងករណីឃាតកម្មទេក្រោយពីបានធ្វើកសោវិច័យហើយរួចរាល់គេក៏បានរៀបចំសពនិងហៅបងប្អូនរបស់គាត់ដើម្បីមករៀបចំធ្វើពិធីបុណ្យពេលហ្នឹងប៉ាបង្តងឆៃហើយនឹងធីបក៏អង្គុយគិតគ្នាឡើងវិញដើម្បីវិភាគថាតើអ៊ីកែវគាត់បានស្លាប់ពីថ្ងៃណាមិនបានពួកគាត់អត់ដឹងសោះអញ្ចឹងពេលហ្នឹងប៉ាបង្តងគាត់ក៏បានលើកឡើងមុនគេថាកាលពីប្រហែលថ្ងៃមុនណាគាត់ទើបតែឃើញអ៊ីកែវហ្នឹងមកនិយាយលេងជាមួយគាត់សោះមិនគួរណាអញ្ចឹងទេសង្ស័យថាថ្ងៃដែលអ៊ីកែវនិយាយច្រើនហ្នឹងហើយជាថ្ងៃចុងក្រោយរបស់គាត់លឺអញ្ចឹងឆៃក៏បានកាត់ប៉ាបង្តងថាស្លាប់ពីថ្ងៃហ្នឹងមិនកើតអ៊ំបើខ្ញុំទើបតែឃើញគាត់កាលពីម្សិលមិញហ្នឹងលឺឆៃនិយាយអញ្ចឹងគ្រប់គ្នាក៏បើកភ្នែកធំធំរួចក៏សួរព្រមគ្នាថាឃើញរបៀបម៉េចអញ្ចឹងឆៃក៏បានរៀបរាប់ថាពេលហ្នឹងគាត់បានលើកអីវ៉ាន់ចូលចំណែកធីបដើរទៅលើកអីវ៉ាន់ពីតូបមកហើយពេលនោះគាត់បានឃើញអ៊ីកែវនេះឈោញញឹមដាក់គាត់ពីលើវេរងដាជន់ឡាទឿមកគ្រាន់តែលឺបែបហ្នឹងហើយប៉ាបង្តងក៏សួរថាពេលឡើងឃើញហ្នឹងគាត់ស្លៀកពាក់របៀបម៉េចពេលហ្នឹងឆៃក៏បានឆ្លើយថាគឺគាត់ស្លៀកឈុតដេកពណ៌ក្រហមគ្រាន់តែនិយាយអញ្ចឹងហើយឆៃខ្លួនឯងនេះក៏ភ្ញាក់ខ្លួនព្រឺតរបៀបថាគាត់និយាយមុនហ្នឹងអត់បានចាប់អារម្មណ៍ណាលឺអញ្ចឹងប៉ាបង្តងក៏ប្រហែលថាអាឆៃហើយខ្មោចលងហើយវាមិនដែលមនុស្សណាស្លាប់ភ្លាមស្អុយភ្លាមទេគាត់និយាយអញ្ចឹងគឺមានន័យថាអ៊ីកែវមិនមែនស្លាប់ជប់មិញទេព្រោះថាសភាពសពឡើងភ័យក្លិនទៅហើយពេលហ្នឹងឆៃគាត់ចាប់ផ្ដើមធ្វើមុខភ័យចង់យំបន្តិចអីបន្តិចរួចក៏បបួលធីបនឹងដើរទៅផ្ទះបាត់ទៅដោយសារតែខ្លាចពេកហើយក្រោយមកឆៃគាត់ក៏បានធ្លាក់ខ្លួនឈឺខានមកធ្វើការឡើងមួយអាទិត្យទើបគាត់នឹងអាចត្រឡប់មកធ្វើការវិញហើយពេលដែលត្រឡប់មកធ្វើការវិញហ្នឹងគាត់ក៏មិនហ៊ានយកអីវ៉ាន់ចូលទៅក្នុងផ្ទះនោះទេដោយគាត់គ្រាន់តែអញ្ជូនយកមកដាក់នៅខាងមុខហើយឲ្យធីបជាអ្នកយកចូលទៅខាងក្នុងទៅតែគាត់ថាអ៊ីកែវបានមកឲ្យឆៃឃើញតែម្ដងនឹងតែប៉ុណ្ណោះហើយក្រោយមកទៀតគាត់ក៏មិនដែលបានជួបអីចម្លែកដែរហើយបាននិយាយពីផ្ទះនឹងវិញគឺថាប្អូនរបស់អ៊ីកែវគាត់ជាអ្នកទទួលមរតកជាម្ចាស់បន្តហើយគាត់ក៏បន្តជូនឲ្យប៉ាបង្តងដាក់អីវ៉ាន់ដដែលអូខ្ញុំសុំនិយាយបកក្រោយវិញបន្តិចអ្នកទាំងអស់គ្នាបង្តងក៏ថាពេលដែលគាត់បានដឹងថាអ៊ីកែវស្លាប់ភ្លាមហ្នឹងប៉ូលីសក៏បានផ្ដល់ដំណឹងទៅដល់ប្អូនរបស់អ៊ីកែវដើម្បីឲ្យមកជួយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណីហើយក្រោយពេលដែលអ៊ីកែវស្លាប់នេះទើបគ្រប់គ្នាដែលជាអ្នកចិត្តខាងបានដឹងថាតាមពិតអ៊ីកែវគាត់មានប្អូនស្រីម្នាក់ដែលប្អូនស្រីរបស់គាត់នឹងមានគ្រួសារហើយបានទៅរស់នៅស្រុកផ្សេងជាមួយប្តីរបស់គាត់ដោយរវល់ការងារប្អូនគាត់នឹងមិនដែលបានមកលេងទេមានតែអ៊ីកែវនឹងឯងជាអ្នកទៅលេងហើយគាត់ជួនអ៊ីកែវនឹងក៏មិនសូវមាត់កទៀតទើបគ្មាននរណាបានដឹងបែបហ្នឹងហើយតាមរយៈអ្វីដែលប្អូនគាត់បាននិយាយនោះគឺថាអ៊ីកែវនឹងគាត់ក៏មានជំងឺបេះដូងយូរដែរហើយគាត់តែងតែលេបថ្នាំជាប្រចាំដែរតាមពិតទៅប្អូនរបស់គាត់ក៏ធ្លាប់ប្រាប់អ៊ីកែវឲ្យលក់ផ្ទះនឹងចោលទៅហើយទៅនៅជាមួយគាត់វិញស្រួលគាត់នឹងជួយមើលថែពេលឈឺយប់ប្រលប់អីផងតែគាត់ថាអ៊ីកែវគាត់មិនព្រមទេព្រោះទី1គាត់ស្ដាយតែរបស់គាត់ហើយទី2គាត់ក៏មិនចង់រំខានប្អូនផងព្រោះថាប្អូននឹងក៏មានកូនជាបន្ទុកដែរអញ្ចឹងក្រោយពីបងបានស្លាប់បែបហ្នឹងទើបប្អូនគាត់នឹងយំស្ដាយណាបើសិនជាគាត់អាចបខំអ៊ីកែវហ្នឹងទៅនៅជាមួយគាត់បាននោះប្រហែលជាមិនមានរឿងនឹងកើតឡើងទេតែស្ដាយបានត្រឹមតែស្ដាយគ្រប់យ៉ាងគឺបានហួសទៅហើយអញ្ចឹងគឺមានតែធ្វើបុណ្យឧទ្ទិសកុសលឲ្យគាត់តាមនឹងទៅក្រោយពីអ៊ីកែវស្លាប់បានមួយខែក្រោយមកគ្រប់យ៉ាងគឺស្ងប់ស្ងាត់ល្អគ្មាននរណាបានជួបហេតុការណ៍លោកម្លាចអីទេប៉ុន្តែមានថ្ងៃមួយរឿងក៏បានកើតឡើងបងតុងក៏ថានៅម្ដុំផ្សារដែលគាត់រស់នៅនោះមានមនុស្សសតិមិនល្អម្នាក់ឬក៏ភាសាសាមញ្ញយើងនិយាយថាមនុស្សឈួតណាអញ្ចឹងខ្ញុំសូមហៅថាមនុស្សឈួតណាអ្នកទាំងអស់គ្នាហ្នឹងហើយគាត់ថាពូម្នាក់ដែលឈួតនោះគាត់មានអាយុប្រហែលជា40ឆ្នាំគាត់ឈួតដោយសារអីគ្មាននរណាដឹងទេតែគ្រាន់តែដឹងថាគាត់ដើរពេញតែផ្សារនឹងឯងហើយដើរដេកគ្រប់កន្លែងយប់កន្លែងណាគឺគាត់ដេកកន្លែងហ្នឹងអញ្ចឹងថ្ងៃហ្នឹងមិនដឹងជាគាត់នឹងដើរមកពីណាទេគាត់ក៏បានដើរមកដេកនៅមុខផ្ទះរបស់អ៊ីកែវនឹងតែម្ដងតែមិនមែនដេកចំនៅខាងមុខទ្វារដែលប៉ាបង្តងគាត់បើករាល់ថ្ងៃទេគឺគាត់ដេកចំនៅមុខទ្វារតូចតែអ៊ីកែវគាត់បើកចេញចូលរាល់ថ្ងៃតាមទ្វារនោះកាលដែលគាត់នៅរស់អញ្ចឹងលុះដល់ព្រឹកឡើងតាមទម្លាប់ប៉ាបង្តងឆៃនិងធីបក៏បានបើកទ្វារទៅយកអីវ៉ាន់តាមទម្លាប់ហើយពេលដែលកំពុងតែបើកទ្វារហ្នឹងគាត់ក៏លឺពូឈួតហ្នឹងអង្គុយលូតែម្នាក់ឯងថាយប់មិញដេកមិនបានសោះមូសក៏ច្រើនខ្មោចក៏រំខានពាក្យទាំងនេះគឺបង្តងគាត់សង្ខេបពីសម្ដីមនុស្សឈួតនោះណាដែលតាមជាក់ស្ដែងគាត់ថាមនុស្សឈួតហ្នឹងនិយាយច្រើនណាស់មិនដឹងជាស្អីទេនឹងអង្គុយលូល្ងើតែម្នាក់ឯងហ្នឹងឯងអញ្ចឹងក្រោយពីលឺមនុស្សឈួតហ្នឹងនិយាយអញ្ចឹងហើយប៉ាបង្តងនិងបុគ្គលិកគាត់ហ្នឹងក៏លួចនិយាយគ្នាតិចថាសង្ស័យតែយប់មិញខ្មោចអ៊ីកែវលងមនុស្សឈួតហ្នឹងហើយមើលទៅនិយាយអញ្ចឹងហើយអ្នកដែលព្រឺសម្បោខ្លាំងជាងគេនោះគឺជាឆៃអញ្ចឹងក្រោយពីដឹងរឿងហ្នឹងពីមនុស្សឈួតនោះហើយ
ប៉ាបងតងក៏បានខទៅប្រាប់ប្អូនអ៊ីកែវពីអ្វីដែលគាត់បានដឹងដោយពួកគាត់គិតថាវិញ្ញាណអ៊ីកែវប្រហែលជាមិនតន់តាណាទេអញ្ចឹងហើយគួរទៅរកព្រះសង្ឃដើម្បីមកសូត្រមន្តម្ដងទៀតមើលដើម្បីឧទ្ទិសឲ្យវិញ្ញាណរបស់គាត់នឹងទៅឲ្យបានស្ងប់កុំឲ្យនៅវល់នៅនឹងទៀតអញ្ចឹងក្រោយពីនិយាយគ្នាហើយប្អូនរបស់អ៊ីកែវក៏បានរៀបចំតាមអ្វីដែលពួកគាត់គិតដោយគាត់បានទៅនិមន្តព្រះសង្ឃមកសូត្រមន្តនិងធ្វើពិធីបាំងស្គរវេផលបនឲ្យបងស្រីគាត់តាមនឹងទៅហើយក្រោយពីរៀបពិធីនឹងហើយហេតុការណ៍ផ្សេងក៏មិនបានកើតឡើងទៀតដែរនៅក្នុងផ្ទះមួយនោះរំលងទៅបានប្រហែលជាកន្លះឆ្នាំក្រោយមករឿងរបស់អ៊ីកែវគឺបានចប់ហើយតែរឿងថ្មីក៏បានកើតឡើងដោយបានបញ្ជាក់ពីខាងលើអញ្ចឹងអ្នកទាំងអស់គ្នានៅម្លុកផ្ទះហ្នឹងគឺគេមាន5ល្វែងដោយផ្ទះអ៊ីកែវមានទំហំ2ល្វែងអញ្ចឹងនៅសល់3ល្វែងទៀតគឺមានគ្រួសារចំនួន3កំពុងតែរស់នៅហើយគេក៏រកស៊ីលក់អីតិចតួចនៅនឹងដែរដោយការហ្នឹងផ្ទះដែលនៅជាប់ជញ្ជាំងរបស់អ៊ីកែវហ្នឹងបើយើងរាប់ចំនួនល្វែងទៅវាគឺជាល្វែងទី3ដោយគ្រួសារនោះគាត់បើកជាកន្លែងលក់កាទៀវលក្ខណៈគ្រួសារណាអញ្ចឹងមានថ្ងៃមួយនៅពេលព្រឹកពួកគាត់ក៏បានបើកលក់ជាធម្មតាដូចសពដងអញ្ចឹងដោយពេលហ្នឹងពីរអ្នកប្តីប្រពន្ធគាត់នឹងចុះមកលក់នៅខាងក្រោមកូនស្រីបងហ្នឹងក៏ទៅរៀនចំណែកឯកូនប្រុសពៅអាយុ5ឆ្នាំគឺគេនៅក្នុងបន្ទប់តែម្នាក់ឯងថ្ងៃហ្នឹងពួកគាត់លក់តាំងពីព្រឹករហូតដល់ម៉ោង 7:11 បានរៀងស្បើយដៃអស់ភ្ញៀវហើយក៏ដល់ពេលដែលកូនស្រីគាត់បានត្រឡប់មកពីរៀនវិញល្មមអញ្ចឹងពេលដែលចេញពីរៀនមកដល់ផ្ទះវិញហ្នឹងកូនស្រីរបស់គាត់ក៏បានឡើងទៅលើផ្ទះដើម្បីទុកកាបូបហើយគ្រាន់តែឡើងទៅដល់លើភ្លាមស្រាប់តែគាត់បានឮសំឡេងកូនស្រីគាត់ហ្នឹងស្រែកពីលើផ្ទះមកឮអញ្ចឹងពួកគាត់ក៏នាំគ្នាស្ទុះរត់ឡើងទៅមើលគ្រាន់តែឡើងទៅដល់ភ្លាមណាទាំងអស់គ្នាពួកគាត់ទាំងពីរនាក់តក់ស្លុតខ្លាំងមែនទែនព្រោះថាគាត់បានឃើញកូនប្រុសរបស់គាត់អាយុ5ឆ្នាំហ្នឹងកំពុងតែដេកស្លាប់នៅចំពីមុខទ្វារបន្ទប់ហ្នឹងតែម្ដងនិយាយទៅរបៀបដែលកូនគាត់ស្លាប់ហ្នឹងគឺសភាពដូចទៅនឹងអ៊ីកែវបានស្លាប់អញ្ចឹងគឺដេកស្លាប់នៅប្រឡោះទ្វារហ្នឹងតែម្ដងហើយមូលហេតុដែលធ្វើឲ្យក្មេងនោះស្លាប់គឺដោយសារតែឆក់ខ្សែភ្លើងពេលហ្នឹងប្រហែលជាក្មេងហ្នឹងគាត់ព្យាយាមយកដុយកង្ហាហ្នឹងទៅដោតណាអញ្ចឹងហើយក៏បណ្ដាលឲ្យគាត់ឆក់ស្លាប់បែបហ្នឹងទៅពេលហ្នឹងពីរអ្នកប្តីប្រពន្ធគាត់គឺមានវិបដិសារីខ្លាំងមែនទែនមិនគួរណាទុកកូនចោលហើយបណ្ដាលឲ្យកូនមានគ្រោះថ្នាក់បែបហ្នឹងទេអញ្ចឹងក្រោយពីកូនបានស្លាប់បែបហ្នឹងហើយពួកគាត់ក៏មិនដឹងធ្វើម៉េចទេគឺមានតែធ្វើបន់ឧទ្ទិសកុសលឲ្យកូនគាត់តែប៉ុណ្្នឹងឯងអញ្ចឹងក្រោយពីរឿងហ្នឹងបានកើតឡើង2ខែក្រោយមករឿងថ្មីមួយទៀតក៏បានកើតឡើងហើយមិនមែនកើតឡើងនៅណាឆ្ងាយទេគឺវាកើតឡើងនៅក្នុងផ្ទះល្វែងនឹងដដែលដែលជាផ្ទះល្វែងទី4ម្ដងដោយគាត់ថាផ្ទះទី4ហ្នឹងមានគ្រួសារមួយរស់នៅដែលមានប្រពន្ធជាអ្នកលក់ចាប់ហួយតិចតួចនៅផ្ទះហើយប្តីរបស់គាត់ហ្នឹងគឺជាអ្នកធ្វើការនៅអង្គការមួយកន្លែងដែលគាត់នឹងត្រូវជិះម៉ូតូទៅមកជារៀងរាល់ព្រឹកហើយល្ងាចខ្ទង់ម៉ោង6បានគាត់ត្រឡប់មកផ្ទះវិញអញ្ចឹងថ្ងៃមួយមុននឹងចេញទៅធ្វើការប្តីរបស់គាត់បានប្រាប់បងស្រីដែលជាម្ចាស់ផ្ទះថាគាត់ថ្ងៃហ្នឹងដូចជាមិនសូវស្រួលខ្លួនសោះមានអារម្មណ៍ថាធ្ងន់ក្បាលមិនស្រឡះក្នុងខ្លួនទេនិយាយអញ្ចឹងហើយបងប្រុសម្នាក់នោះក៏បានជិះម៉ូតូចេញទៅធ្វើការបាត់ទៅដោយលឺប្តីមិនស្រួលខ្លួនបែបហ្នឹងបងស្រីដែលជាប្រពន្ធហ្នឹងគាត់ក៏នឹកឃើញថាចាំល្ងាចចង់ធ្វើស៊ុបហូបដើម្បីញ៉ាំទៅបាច់ញើសស្រួលខ្លួនគិតអញ្ចឹងហើយគាត់ក៏បានរៀបចំទៅផ្សារមួយផ្លេតហើយក៏ត្រឡប់មកវិញដើម្បីប្រញាប់បើកតូបលក់គាត់ថាពេលដែលគាត់ត្រឡប់មកវិញហ្នឹងបានមួយផ្លេតក្រោយមកពេលដែលកំពុងតែច្រកអីវ៉ាន់ឲ្យគេហ្នឹងស្រាប់តែមានពូម្នាក់បានជិះម៉ូតូមកពីណាទេមកប្រាប់គាត់ថាប្តីរបស់គាត់នេះត្រូវបានឡានបុកស្លាប់បាត់ហើយគ្រាន់តែលឺអញ្ចឹងហើយគាត់ធ្លាក់ស្លាមក្តុកតែម្ដងអ្នកទាំងអស់គ្នាហើយគាត់ក៏បានឲ្យពូម្នាក់ហ្នឹងជូនគាត់ទៅមើលប្តីរបស់គាត់ហើយដល់ឃើញប្តីស្លាប់បែបហ្នឹងហើយគាត់ក៏មិនដឹងធ្វើម៉េចទេគឺមានតែយកប្តីហ្នឹងមកធ្វើបន់តាមប្រពៃណីទៅអញ្ចឹងបងប្រុសផ្ទះលេខ4ហ្នឹងគឺជាអ្នកស្លាប់ទី3ហើយនៅក្នុងផ្ទះល្បីមួយនោះរំលងទៅបានតែ3សប្តាហ៍ប៉ុណ្ណោះក្រោយពីបន់សពបងប្រុសផ្ទះទី4ហ្នឹងចប់ហេតុការណ៍មួយទៀតក៏បានកើតឡើងដោយវាបានកើតឡើងបន្តគ្នារហូតតែម្ដងហើយរឿងចុងក្រោយនេះគឺរឿងសាហាវជាងគេនៅក្នុងផ្ទះទី5ហ្នឹងគឺមានបងប្អូនស្រី2នាក់គាត់មកជួបផ្ទះហ្នឹងដើម្បីរកស៊ីបើកជាហាងសាឡនអ៊ុតសក់ធ្វើកញ្ចក់អីអញ្ចឹងណាអញ្ចឹងមានថ្ងៃមួយមានម៉ួយ2នាក់គាត់ក៏បានមកអ៊ុតសក់ធ្វើកញ្ចក់នៅហ្នឹងពេលដែលកំពុងតែអង្គុយធ្វើកញ្ចក់អ៊ុតសក់អីសុកហ្នឹងស្រាប់តែមានរទេះលក់ម្ជូរអូសមកកាត់ចំហៀងផ្លូវមកខាងទៀតឃើញគេលក់ម្ជូរបែបហ្នឹងក៏មានចៅម្នាក់ដែលជាមួយហ្នឹងបានស្រែកហៅអ្នកលក់ម្ជូរនោះឲ្យឈប់សិនហើយគាត់ក៏បានចុះពីតុរួចក៏រត់ទៅទិញម្ជូរនោះដែលឈប់នៅម្ខាងផ្លូវមានណាគ្រាន់តែរត់ទៅវឹបមិនដឹងថាឡានមកពីណាទេមកបុកគាត់ផាំងឡើងខ្ទាតជិត20ម៉ែត្រហើយចៅម្នាក់នោះក៏បានដាច់ខ្យល់ស្លាប់ភ្លាមនៅនឹងកន្លែងនឹងតែម្ដងពេលដែលកើតហេតុភ្លាមនឹងបងតង់គាត់ក៏បានរត់ទៅមើលនឹងគេដែរដែលគាត់ថាសភាពសពគឺលំបាក់ដៃខ្ទេចពុតវីកឡើងទៅលើអស់ទៅហើយអញ្ចឹងក្រោយពីគ្រោះថ្នាក់អញ្ចឹងបានកើតឡើងហើយប៉ូលីសក៏បានមកដល់ហើយក៏ឲ្យគ្រួសារសពយកសពទៅធ្វើបន់តាមប្រពៃណីទៅប៉ុន្តែការស្លាប់របស់ចៅម្នាក់ហ្នឹងគ្រប់គ្នានៅតែមានសំណួរសួរថាផ្លូវនៅក្នុងផ្សារមានមនុស្សច្រើនយ៉ាងហ្នឹងមិនបានពូម្នាក់ដែលបើកឡានហ្នឹងគាត់បើកលឿនខ្លាំងម្ល៉េះ
ឡើងដល់ថ្នាក់បុកគេឡើងប៉ោង20ម៉ែត្របែបហ្នឹងនេះបើគិតពីលបឿនណាគឺមិនយឺតទេអ្នកទាំងអស់គ្នាតែបើតាមដឹងក្រោយពីប៉ូលីសបានសួរនាំអ្នកបើកបរនោះហើយក៏ឮគាត់និយាយថាគាត់បើកឡានយឺតៗតើអត់បានបើកលឿនទេហើយពេលហ្នឹងគាត់ក៏មិនបានឃើញមានអ្នកឆ្លងផ្លូវអីដែរតែសុកក៏មានរឿងកើតឡើងតែម្ដងទាំងដែលគាត់អត់ដឹងអីសោះហើយនឹងបងតងក៏ថាវាគឺជាការបកស្រាយរបស់ម្ចាស់ឡានណាមិនដឹងថាគាត់ឆ្លើយបែបហ្នឹងដើម្បីយករួចខ្លួនឬក៏វាជាការពិតទេអាហ្នឹងយើងក៏មិនហ៊ានថាដែរប៉ុន្តែបើសិនជាសង្កេតមើលទៅសភាពឡានណាគឺថាយើងអាចគិតដែរព្រោះថាឡានរបស់បងប្រុសម្នាក់ហ្នឹងគឺនៅស្អាតទាំងអស់អត់មានកំពិតឬក៏របកថ្នាំសូម្បីតែបន្តិចនិយាយទៅគឺនៅស្អាតភ្លឹងតែម្ដងហើយនៅត្រង់ចំណុចហ្នឹងបងតងគាត់ក៏មិនហ៊ានសន្និដ្ឋានអីដែរធ្វើមិនបើរឿងកើតឡើងទៅហើយក្រោយពីចាយម្នាក់ហ្នឹងបានស្លាប់ទៅក៏មានអ្នកជួបហេតុការណ៍លងបន្លាចមួយចំនួនដែរដែលភិកច្រើនក៏លឺអ្នកម៉ូតូដប់បាននិយាយថាខ្មោចបងស្រីម្នាក់ហ្នឹងបានឲ្យគេដប់ទៅនេះដប់ទៅនោះដប់ទៅព្រៃអញ្ចឹងទៅបន្ទាប់មកពេលដែលដល់ទីតាំងគាត់ក៏រត់ចូលព្រៃត្រុយហើយរលាយបាត់ទៅហើយពេលខ្លះអ្នកដែលជិះកាត់ផ្លូវនឹងពេលយប់ក៏គេឃើញជាមនុស្សស្រីមកអង្គុយយំនៅអញ្ចាមផ្លូវផងដែរតែបងតងក៏ថាគាត់ជាអ្នកដែលរស់នៅចិត្តហ្នឹងគាត់មិនដែលបានជួបអីចម្លែកនោះទេអញ្ចឹងក្រោយពីចាយម្នាក់ហ្នឹងស្លាប់បានមួយរយៈក្រោយមកបងស្រីលក់កាទៀវដែលនៅផ្ទះលេខ3ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺដែលក៏ថាគាត់ឈឺនឹងអត់ដឹងមុខទេពេលដែលឲ្យពេទ្យពិនិត្យទៅក៏ពិនិត្យអត់ឃើញមានបញ្ហាអីមែនតែនៅក្នុងខ្លួនគាត់ចេះតែមិនស្រួលណាអញ្ចឹងដោយសារតែរោគមូលហេតុឈឺមិនឃើញបែបហ្នឹងគាត់ក៏បានសម្រេចចិត្តទៅរកគ្រូទីមើលក្រែងលោកមានបញ្ហាផ្លូវក្នុងអីអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏បានទៅជួបគ្រូទីម្នាក់អ្នកទាំងអស់គ្នាដឹងថាគ្រូទីនោះនិយាយថាមិនអត់គឺគាត់បាននិយាយថាផ្ទះរបស់ចាយម្នាក់ហ្នឹងគឺបានសង់នៅលើកន្លែងគេហើយមិនមែនតែផ្ទះមួយហ្នឹងទេគឺផ្ទះម៉ាឡវែងតែម្ដងហើយម្ចាស់ដីនោះគឺគេកាចណាស់គេអាចនឹងយកអ្នកដែលនៅផ្ទះនោះវិលជុំតែម្ដងមានន័យថាដំបូងគេយកអ្នកផ្ទះទី1បន្ទាប់មកគេនឹងយកអ្នកផ្ទះទី2អីអញ្ចឹងទៅពេលដែលលើគ្រូទីនិយាយអញ្ចឹងហើយទើបគាត់ចាប់អារម្មណ៍រឿងមានអ្នកស្លាប់បន្តខ្ទយគ្នាបែបហ្នឹងអញ្ចឹងពេលហ្នឹងគាត់ក៏បានសួរគ្រូទីនឹងថាគូធ្វើម៉េចទើបដោះស្រាយបានគ្រូទីម្នាក់នោះក៏ឆ្លើយថាគ្មានវិធីទេព្រោះយើងបានសង់ផ្ទះនៅលើផ្ទះរបស់គេទាំងដែលមិនបានយកគេចេញហើយដីហ្នឹងខ្លាចជាដីអពមង្គលទៅហើយបើចង់ល្អវិញតោះទៅវាផ្ទះនឹងចោលហើយធ្វើផ្ទះថ្មីឡើងវិញបានដោយគ្មានដំណោះស្រាយបែបហ្នឹងដោយខ្លាចថាមានបញ្ហាថ្ងៃក្រោយទៀតគ្រួសារហ្នឹងក៏បានរើចេញពីកន្លែងហ្នឹងទៅហើយផ្ទះរបស់គាត់ហ្នឹងក៏បានត្រូវដាក់ស្លាកលក់ចំណែកគ្រួសារនៅផ្ទះលេខ4គាត់ក៏នៅមិនបានសុខដែរគាត់ក៏បានរើចេញពីផ្ទះហ្នឹងក្រោយពីគ្រួសារផ្ទះទី3ហ្នឹងបានរើចេញមួយខែក្រោយមករីឯបងប្អូនស្រីពីរនាក់នោះគាត់ក៏បានឈប់ជួលផ្ទះនោះដែរតាំងពីថ្ងៃដែលកើតរឿងមកម្លេះព្រោះថាអ្នកផ្សេងគេចេះតែខ្លាចកន្លែងគាត់ហើយដល់អត់មានអ្នកចូលបែបហ្នឹងគាត់ក៏សម្រេចចិត្តឈប់ជួលតែម្ដងទៅបាននិយាយពីគ្រួសាររបស់បងតងវិញក្រោយពីដឹងរឿងហ្នឹងហើយទោះបីជាពួកគាត់មិនជឿក៏ត្រូវតែការពារដែរគឺគាត់អត់ចង់ពាក់ព័ន្ធជាមួយនឹងផ្ទះហ្នឹងទេដោយគាត់បានឈប់ជួលផ្ទះនោះហើយក៏បានទៅជួលផ្ទះអ្នកផ្សេងទៀតដែលនៅខាងក្រៅចំនួនវិញអញ្ចឹងហេតុផលពិតប្រាកដថាផ្ទះ5ល្វែងហ្នឹងមានបញ្ហាអីពីមុនមកក៏គ្មានអ្នកដឹងច្បាស់លាស់ដែរហើយវាចម្លែកត្រង់ថាការដែលពួកគាត់រស់នៅពីមុនមកមិនបានវាមិនអីមកអីអាពេលដែលអ៊ីកែវស្លាប់មុនគេហើយក៏មានអ្នកស្លាប់បន្តខ្ទយគ្នាបែបហ្នឹងអញ្ចឹងកន្លែងហ្នឹងបងតងគាត់ក៏មិនដឹងថាវាមកពីអីអាពិតប្រាកដដែរសំខាន់ក៏ថាក្រោយពីគេរើចេញពីផ្ទះហ្នឹងអស់ហើយផ្ទះ5ល្វែងនោះក៏មិនដែលឃើញមាននរណាចូលទៅនៅទៀតទេរហូតដល់ឥឡូវគាត់ក៏មិនដឹងថាវាទៅជាយ៉ាងណាដែរព្រោះថាគាត់បានផ្លាស់ប្ដូរមកនៅទីក្រុងជាង10ឆ្នាំទៅហើយមិនដែលបានទៅលេងផ្ទះចាស់របស់គាត់ទេអូខេអ្នកទាំងអស់គ្នាអញ្ចឹងរឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់សាច់រឿងមួយនេះស្ដាប់ទៅវាអាចនឹងមិនសូវមានឈុតខ្មោចលងរន្ធត់អីណាទេប៉ុន្តែជំនួសមកវិញវាបានបង្កប់នៅចម្ងល់ជាច្រើនដែលយើងស្ដាប់ហើយឆ្ងល់ណាព្រោះថាផ្ទះមួយហ្នឹងវាអាកំបាំងខ្លាំងមែនទែនហើយមិនត្រឹមតែអាកំបាំងទេថែមទាំងយកមនុស្សទៅមកផ្ទះមួយទៀតនិយាយទៅសាហាវខ្លាំងតែម្ដងហើយអ្នកទាំងអស់គ្នាក្រោយពីស្ដាប់រឿងនេះហើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរកុំភ្លេចជួយ comment ប្រាប់ admin នៅខាងក្រោមផង